Hello សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមចេញទៅពីបទមួយចាញ់ដែលជួយបងប្អូនមួយតាក់ទងជាមួយនឹងហេតុអីបានការរាប់កាឡូរីជាចំណុចមួយដែលធ្វើឲ្យបងប្អូនឡើងគីឡូពីព្រោះថាពេលខ្លះអាហារមានកាឡូរីដូចគ្នាក៏ប៉ុន្តែมันប្រកាសថាឲ្យផលប៉ះពាល់ដល់សុខភាពរបស់យើងដូចគ្នាទេបងត្រូវយល់អំពីគោលការណ៍មួយដ៏សំខាន់មែនតើណាអ្នកដែលបជារាងកាយរបស់បងប្អូនឲ្យស្តុកខ្លាំងឬក៏ដុតខ្លាំងមិនមែនមកពីបរិមាណកាឡូរីតែមកពីកម្រិតហូម៉ូនអាំងស៊ូលីនអញ្ចឹងបើសិនបើអាហាររបស់បងប្អូនមានកាឡូរីតិចក៏ប៉ុន្តែនៅតែមានស្ករមានម្សៅវាធ្វើឲ្យហូម៉ូនអាំងស៊ូលីនរបស់បងកើនឡើងហើយនៅពេលដែលហូម៉ូនអាំងស៊ូលីនកើនឡើងមានន័យថារាងកាយរបស់បងច្បាស់បិទទ្វារម៉ាស៊ីនដុតខ្លាញ់ហើយដុតខ្លាញ់ចាស់ហ្នឹងហើយតែទៅជាបើកមុខងារស្តុកខ្លាញ់បន្ថែមទៀតដោយសារតែហូម៉ូនអាំងស៊ូលីនឡើងនេះហើយគឺជាផ្នែកមួយដែលបងព្យាយាមគិតគូរទៅលើកាឡូរីតិចក៏ប៉ុន្តែបងនៅតែឡើងគីឡូដោយសារតែអាហារដែលមានកាឡូរីតិចរបស់បងហ្នឹងសម្បូរដោយស្ករសម្បូរដោយម្សៅអូខេអញ្ចឹងបើសិនជាបងចង់សម្រកគីឡូចង់បានសុខភាពល្អបងត្រូវគិតគូរទៅលើកម្រិតជាតិស្ករហើយនិងជាតិម្សៅនៅក្នុងអាហារច្រើនជាងកម្រិតកាឡូរីអរគុណ